នេះជាមុខម្ហូបមួយដែលសាមញ្ញ ងាយស្រួលធ្វើ ងាយស្រួលចម្អិន ក៏ប៉ុន្តែជាមុខម្ហូបមួយដែលចំណាយពេលវេលាច្រើននៅក្នុងការចម្អិន ទោះបីជាវាងាយស្រួល ប៉ុន្តែវាត្រូវការចំណាយពេលវេលា មុខម្ហូបមួយនោះគឺសាច់ជ្រូកចិញ្ច្រាំ ឬក៏គេហៅចំហុយសាច់ជ្រូកចិញ្ច្រាំពងទា ហើយមុខម្ហូបមួយនេះផងដែរជាមុខម្ហូបដែលខ្ញុំចូលចិត្តបំផុត នៅពេលដែលចំហុយមុខម្ហូបនេះ គឺខ្ញុំញ៉ាំបាយបានច្រើនណាស់ ហើយដំបូងគឺយើងត្រូវចិញ្ច្រាំសាច់ជ្រូករបស់យើងជាដំបូងយើងធ្វើការហាន់វា ហើយយើងហាន់វាហើយយើងចិញ្ច្រាំវាឲ្យម៉ដ្ឋល្អ យើងអាចធ្វើការបើមានម៉ាស៊ីនកិនក៏យើងអាចកិនបានដែរ តែសម្រាប់ខ្ញុំអត់មានម៉ាស៊ីនកិនទេ អញ្ចឹងខ្ញុំធ្វើការចិញ្ច្រាំដោយកាំបិត បន្ទាប់ពីចិញ្ច្រាំម៉ដ្ឋហើយយើងធ្វើការដាក់ប្រហុករបស់យើងបើមានប្រហុកកិនម៉ដ្ឋកាន់តែងាយស្រួល ព្រោះយើងដាក់ទៅយើងងាយស្រួលក្នុងការចិញ្ច្រាំ បន្ទាប់មកយើងធ្វើការចិញ្ច្រាំវាបន្តទៀត ព្រោះវាអត់ទាន់ចូលទេយើងធ្វើការចិញ្ច្រាំសាច់ជ្រូករបស់យើងជាមួយនឹងប្រហុកឲ្យចូលគ្នា ដើម្បីឲ្យសាច់ជ្រូកហើយនឹងល្បាយសាច់ជ្រូកហើយនឹងប្រហុកហ្នឹងវាចូលគ្នាបានល្អ យើងនៅតែបន្តព្យាយាមចិញ្ច្រាំចំណាយពេលក្នុងការចិញ្ច្រាំដូចខ្ញុំនិយាយខាងដើមថាជាមុខម្ហូបដែលងាយស្រួលធ្វើ ប៉ុន្តែត្រូវចំណាយពេលវេលាច្រើននៅក្នុងការចម្អិនហើយនឹងធ្វើ យើងធ្វើការចិញ្ច្រាំវារវាងសាច់ជ្រូកហើយនឹងប្រហុករបស់យើងឲ្យចូល បន្ទាប់ពីចិញ្ច្រាំវាចូលគ្នាល្អហើយ យើងធ្វើការដាក់វាចូលចាន ហើយខ្ញុំធ្វើការគោះពងទាចូលមួយគ្រាប់ហើយថែមមួយគ្រាប់ទៀត អញ្ចឹងថែមមួយគ្រាប់ហើយខ្ញុំអត់ទាន់អស់ចិត្តទេ ខ្ញុំចង់វាថែមវាដូចជាថែមវាមួយគ្រាប់ទៀតរហូតដល់បាន3គ្រាប់តែម្ដងទៅ ព្រោះដើម្បីឲ្យវាចូលជាតិគ្នាបានល្អ ពងទារបស់យើងគឺខ្ញុំដាក់ចូលនៅក្នុងសាច់ជ្រូកចិញ្ច្រាំនិងប្រហុកហ្នឹងគឺចំនួន3គ្រាប់ ពេលវេលាបន្ទាប់មកនេះគឺជាពេលវេលានៃការផ្សំគ្រឿង ដំបូងគឺខ្ញុំថែមស្ករសបន្តិចចូល ហើយយើងធ្វើការថែមស្ករសគឺខ្ញុំថែមចំនួនកូន3ស្លាបព្រាតូចៗ ដោយសារខ្ញុំចូលចិត្តរាងផ្អែមបន្តិច ហើយបន្ទាប់មកនេះគឺខ្ញុំដាក់ប៊ីចេងបន្តិចចូលទៅក្នុងសាច់ជ្រូកចិញ្ច្រាំរបស់យើង ហើយបន្ទាប់ពីយើងដាក់ប៊ីចេងហើយនឹងស្ករសរួចរាល់ហើយ ជំហានបន្ទាប់មកទៀតនោះគឺជាពេលវេលាមួយដែលយើងត្រូវដាក់រ៉ូឌី តាមពិតទៅបើយើងចូលចិត្តដាក់អ្វីយើងដាក់ហ្នឹងទៅ តែខ្ញុំរៀងចូលចិត្តគ្រឿងរាងដិត គឺខ្ញុំដាក់រ៉ូឌី2ស្លាបព្រា ហើយយើងធ្វើការកូរច្របល់អាសាច់ជ្រូកចិញ្ច្រាំ ប្រហុកហើយនិងពងទារបស់យើងហ្នឹងចូលគ្នាឲ្យបានសព្វល្អ យើងធ្វើការចិញ្ច្រុំវា សាច់ជ្រូកនិងពងទាដោយសារយើងត្រូវការចំណាយពេលវេលារៀងយូរបន្តិច ដើម្បីធ្វើការកូរចិញ្ច្រុំសាច់ជ្រូកពងទារបស់យើងហ្នឹងឲ្យវាចូលជាតិហើយនឹងសព្វគ្រឿងបានល្អ បើមិនដូច្នោះទេពេលដែលយើងចំហុយហើយអាចនៅពងទាដុំៗសាច់ជ្រូកហ្នឹងវារាងនៅដុំៗ បន្ទាប់ពីយើងច្រុំវាហើយយើងធ្វើការថែមម្ទេសរបស់យើងដាក់ទាំងមូលមក ហើយយើងធ្វើការដាក់ឆ្នាំងដាក់ទឹក ហើយយើងដាក់សាច់ជ្រូករបស់យើងហ្នឹងចូលទៅក្នុងឆ្នាំងរបស់យើងដើម្បីធ្វើការចំហុយ ហើយយើងធ្វើការគ្របវាទៅ បន្ទាប់ពីគ្របមកបានមួយរយៈពេលសាច់ជ្រូករបស់យើងក៏បានប្រហែលជាអាចនឹងឆ្អិនហើយ យើងមើលទៅវាឃើញថាឡើងពណ៌វារាងឆ្អិនហើយយើងធ្វើការថែមពងទាមួយគ្រាប់ទៀត ពងទាមួយគ្រាប់ហ្នឹងគឺយើងធ្វើការវាយវាឲ្យបែក បន្ទាប់ពីយើងវាយវាឲ្យបែកហើយយើងធ្វើការកូរវាហើយយើងក៏ចាក់វានៅលើអាសាច់ជ្រូកដែលយើងចំហុយបានឆ្អិនហ្នឹងដើម្បីឲ្យវាមានពណ៌ស្អាតល្អ នៅពេលដែលយើងចាក់វាបន្ថែមហ្នឹងគឺវាផ្ដល់សោភ័ណភាពនិងពណ៌សាច់ជ្រូកចិញ្ច្រាំរបស់យើងហ្នឹងដូចជាពណ៌វាប្លែកនិងមានពណ៌ទំនងគួរឲ្យចង់ញ៉ាំមែនទែន ព្រោះថានៅពេលដែលយើងធ្វើការថែមពងទាពីលើទៀត ហើយបន្ទាប់មកយើងធ្វើការបន្តចម្អិនវាបន្ថែមទៀតអញ្ចឹងណា យើងអាចដាក់ពងទារបស់យើងនៅលើសាច់ជ្រូកចិញ្ច្រាំហ្នឹងឲ្យវាឡើងពណ៌ស្អាតជាងបើយើងអត់ដាក់វិញវាឃើញរាងសឯង តែនៅពេលយើងថែមពងទាមួយគ្រាប់ទៀត គឺធ្វើឲ្យមុខម្ហូបរបស់យើងសាច់ជ្រូកចិញ្ច្រាំចំហុយហ្នឹងវាឡើងពណ៌ស្អាតល្អ មើលទៅវាពណ៌ភ្លឺស្អាតគួរឲ្យយើងចង់ញ៉ាំមែនទែន ហើយមុខម្ហូបមួយនេះជាមុខម្ហូបមួយដែលឈ្ងុយឆ្ងាញ់មែនទែន តែយើងដាក់ពងទាហើយយើងធ្វើការគ្របវាមួយសន្ទុះ យើងបើកមកវិញពងទារបស់យើងចំហុយសាច់ជ្រូកចិញ្ច្រាំគឺបានឆ្អិនហើយឃើញយើងដាក់ពងទាទៅវាស្អាតល្អ ហើយយើងមានបន្លែត្រសក់ត្រប់មកមុខម្ហូបរបស់យើងរួចរាល់ អរគុណ